ជំរាបសួរបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតកាលពីវីដេអូមុនខ្ញុំបានចែករំលែកទាក់ទងនឹងប្រធានបទមួយដែលនិយាយអំពីពាក្យថាសេចក្តីសុខនិងសុខភាពហើយដោយតែបានសន្យាវីដេអូនេះខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងមូលហេតុថាតើមូលហេតុអីបានជាយើងមានបញ្ហាសុខភាពដោយដែលបច្ចុប្បន្ននេះបងប្អូនទាំងអស់គ្នាបានដឹងហើយមែនអត់តាក់ទងនឹងជំងឺរ៉ាំរ៉ៃគ្មានមេរោគឆ្លងដែលភាសាអង់គ្លេសយើងហៅថា non communicable disease ឬក៏យើងហៅកាត់ថាជាជំងឺ NCD មានដូចជាជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺលើសឈាមជំងឺមហារីកជំងឺបេះដូងជំងឺសរសៃឈាមបេះដូងជំងឺធាត់និងជំងឺជាច្រើនមុខទៀតដែលបច្ចុប្បន្ននេះកំពុងតែរាតត្បាតខ្លាំងមែនទែនសូម្បីតែនៅក្នុងខលធូនទូរស័ព្ទដៃរបស់យើងក៏បងប្អូនទាំងអស់គ្នាបានដឹងដែរមែនអត់រដ្ឋាភិបាលយើងក៏បានខិតខំស្វែងរកវិធីសាស្ត្រគ្រប់បែបយ៉ាងធ្វើម៉េចដើម្បីឲ្យប្រជាជនកម្ពុជារបស់យើងស្វែងយល់ពីវិធីសាស្ត្រក្នុងការការពារជំងឺរ៉ាំរ៉ៃគ្មានមេរោគឆ្លងនេះឲ្យបានល្អអញ្ចឹងថ្ងៃនេះប្រធានបទតាក់ទងទៅនឹងបញ្ហាដែលធ្វើឲ្យយើងមានបញ្ហាសុខភាពខ្ញុំគិតថាសំខាន់ខ្លាំងមែនទែនសម្រាប់បងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងពីព្រោះចំណេះដឹងនេះគឺជាចំណេះដឹងដែលបងប្អូនទាំងអស់គ្នាអាចស្វែងយល់បានទោះបីជាបងប្អូនទាំងអស់គ្នាមិនមែនជាអ្នកជំនាញខាងផ្នែកវិទ្យាសាស្ត្រឬក៏មិនមែនជាពេទ្យក៏ដោយប៉ុន្តែបងប្អូនអាចស្វែងយល់ពីដើមហេតុដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាសុខភាពបានអញ្ចឹងមុននឹងឲ្យបងប្អូនទាំងអស់គ្នាស្វែងយល់ពីបញ្ហាទាំងអស់នេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាមកស្វែងយល់ថាតើអ្វីជាជំងឺឆ្លងនិងអ្វីជាជំងឺមិនឆ្លងអញ្ចឹងជំងឺឆ្លងគឺជាជំងឺមួយដែលមានមេរោគឆ្លងបើភាសាអង់គ្លេសយើងហៅថា communicable disease ឬក៏យើងហៅកាត់ថាជាជំងឺ CD ហើយបើនិយាយឲ្យងាយយល់បងប្អូនប្រកាសជាស្គាល់ហើយមានដូចជាជំងឺ COVID-19 ជំងឺ AIDS ជំងឺថ្លើមជំងឺរបេងនិងជំងឺមួយចំនួនទៀតដែលវាឆ្លងតាមរយៈមេរោគបាទអញ្ចឹងជំងឺរ៉ាំរ៉ៃមិនឆ្លងដែលភាសាអង់គ្លេសយើងហៅថា non communicable disease ឬក៏យើងហៅកាត់ថាជាជំងឺ NCD ជាជំងឺរ៉ាំរ៉ៃគ្មានមេរោគឆ្លងមានដូចជាជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺលើសឈាមជំងឺមហារីកជំងឺសរសៃឈាមបេះដូងជំងឺគាំងបេះដូងជំងឺធាត់និងជំងឺជាច្រើនមុខទៀតដែលជំងឺទាំងអស់នេះវាអាចកើតមានឡើងគ្រប់ក្រុមគ្រួសារគ្រប់គ្នាដោយវាមិនឆ្លងតាមរយៈមេរោគទេអញ្ចឹងដើម្បីឲ្យបងប្អូនកាន់តែយល់ថាហេតុអីបានជាបងប្អូនទាំងអស់គ្នាមានបញ្ហាតាក់ទងនឹងជំងឺ NCD ជាពិសេសជំងឺរ៉ាំរ៉ៃមិនឆ្លងហ្នឹងអញ្ចឹងមុនដំបូងអ្វីដែលបងប្អូនទាំងអស់គ្នាគួរតែយល់គឺបងប្អូនទាំងអស់គ្នាគួរតែយល់ថាតើអ្វីជាប្រព័ន្ធមេតាបូលិកអញ្ចឹងប្រព័ន្ធមេតាបូលិកមានន័យថាគឺជាប្រតិកម្មគីមីដែលមាននៅក្នុងរាងកាយរបស់យើងហើយវាមានរហូតដល់ជាង10000ក្រុមដែលវាប្រតិកម្មរាប់លានដងក្នុងមួយវិនាទីបើខ្ញុំនិយាយឲ្យងាយយល់តកតងទៅនឹងដំណើរការនៃខួរក្បាលរបស់យើងដំណើរការនៃការដកដង្ហើមរបស់យើងដំណើរការនៃប្រព័ន្ធរំលាយអាហាររបស់យើងដំណើរការចលនាឈាមរបស់យើងនិងដំណើរការផ្សេងដែលជាប្រតិកម្មគីមីនៅក្នុងរាងកាយរបស់យើងហៅថាជាដំណើរការនៃប្រព័ន្ធមេតាបូលិកហើយដំណើរការនៃប្រព័ន្ធមេតាបូលិកនេះសំខាន់មែនទែនដែលអាចធ្វើឲ្យយើងមានសុខភាពល្អបានប្រសិនបើដំណើរការប្រព័ន្ធមេតាបូលិកនេះមានតុល្យភាពអញ្ចឹងយើងសួរថាតើប្រព័ន្ធមេតាបូលិកនេះវាអាចដំណើរការបានតាមរយៈអីអញ្ចឹងប្រព័ន្ធមេតាបូលិកឬក៏ប្រតិកម្មគីមីនៅក្នុងរាងកាយរបស់យើងវាអាចដំណើរការបានតាមរយៈដំណើរការនៃ Gen គេហៅថា Gen expression ឬក៏ Gen ជាអ្នកឲ្យព័ត៌មានឬក៏បញ្ជូនព័ត៌មានដើម្បីបញ្ជាទៅលើដំណើរការប្រព័ន្ធមេតាបូលិកនៅក្នុងរាងកាយរបស់យើងហើយបងប្អូនទាំងអស់គ្នាប្រកាសជាធ្លាប់ឮពាក្យថា Gen ហ្នឹងមែនអត់គឺដំណរពូជឬក៏ការបញ្ជូនព័ត៌មានអញ្ចឹងគ្រប់ប្រតិកម្មគីមីនៅក្នុងរាងកាយរបស់យើងត្រូវបានគ្រប់គ្រងដោយឬក៏បញ្ជូនព័ត៌មានដោយដំណើរការនៃ Gen ខ្ញុំឧទាហរណ៍ឲ្យងាយយល់នៅពេលដែលបងប្អូនទាំងអស់គ្នាញ៉ាំអាហារដែលមានជាតិកាបូហៃដ្រេតមានជាតិស្ករជាតិក្លូយកុសនៅក្នុងឈាមរបស់យើងអញ្ចឹង
Zén ក៏បញ្ជូនព័ត៌មានទៅកាន់លំពែងរបស់យើងឲ្យបញ្ចេញអរម៉ូនមួយយ៉ាងដែលយើងហៅថាអាំងសាលីនខ្ញុំជឿថាបងប្អូនភាគច្រើនស្គាល់ឥឡូវនេះមែនអត់បាទអញ្ចឹងអាំងសាលីនវាមានតួនាទីទៅដឹកជញ្ជូនស្ករហើយបើកទ្វារកោសិកាបាទបើកទ្វារកោសិកាហើយបញ្ជូនស្ករហ្នឹងចូលទៅក្នុងកោសិកាដើម្បីឲ្យយើងមានថាមពលមិនថាកោសិកាខួរក្បាលកោសិកាសាច់ដុំកោសិកាផ្សេងៗនៅក្នុងរាងកាយរបស់យើងអញ្ចឹងដំណើរការដែលអាចទទួលព័ត៌មានបានដែលធ្វើឲ្យប្រព័ន្ធមេតាបូលិកហ្នឹងវាដំណើរការបានលុះត្រាតែហ្សែនអាចបញ្ជូនព័ត៌មានបានអញ្ចឹងសំណួរសួរតថាតើហេតុអីបានជាយើងមានបញ្ហាសុខភាពអញ្ចឹងយើងមានបញ្ហាសុខភាពគឺដោយសារតែកត្តា6យ៉ាងសំខាន់បាទកត្តា6យ៉ាងសំខាន់ដែលតាក់ទងទៅនឹង lifestyle នៃការរស់នៅរបស់យើងឬក៏ទម្លាប់នៃការរស់នៅប្រចាំថ្ងៃរបស់យើងទម្លាប់ទី1តាក់ទងទៅនឹងអាហារដែលយើងញ៉ាំបងប្អូនទាំងអស់គ្នាប្រកាសនឹងចិត្តថាអាហារដែលយើងញ៉ាំរាល់ថ្ងៃនេះមានសុវត្ថិភាពគ្មានជាតិគីមីហើយត្រឹមត្រូវតាមក្បួនខ្នាតញ៉ាំត្រឹមត្រូវតាមពេលវេលាដែរឬអត់កត្តាសំខាន់ទី2តាក់ទងទៅនឹងការគេងបងប្អូនទាំងអស់គ្នាប្រកាសនឹងចិត្តថាគេងគ្រប់មួយថ្ងៃពី7ទៅ8ម៉ោងដែរឬអត់ទី3តាក់ទងទៅនឹងកង្វះការហាត់ប្រាណបងប្អូនទាំងអស់គ្នាប្រកាសចិត្តក្នុងចិត្តអត់ថាហាត់ប្រាណបានទៀងទាត់ហើយត្រឹមត្រូវតាមក្បួនខ្នាតទៀតទី4កត្តាកង្វក់បរិយាកាសដែលភាសាអង់គ្លេសយើងហៅថា air pollution PM 2.5 2.5 ដែលបណ្ដាលមកពីជាតិពុលផ្សេងៗចេញពីម៉ូតូចេញពីឡានចេញពីរោងចក្រផ្សែងពុលផ្សេងៗហ្នឹងដូចមករយៈពេលមុនបងប្អូនទាំងអស់គ្នាបានដឹងព័ត៌មានហើយមែនអត់នៅប្រទេសមួយចំនួនក៏បានជះឥទ្ធិពលតាក់ទងទៅនឹង air pollution PM 2.5 នេះដែរសូម្បីតែប្រទេសយើងក៏មានជះឥទ្ធិពលខ្លះៗដែរបាទបញ្ហាទី5គឺពាក់ព័ន្ធទៅនឹងការថប់អារម្មណ៍បាទបញ្ហាផ្សេងបាទហើយនឹងទី6គឺតាក់ទងទៅនឹងបញ្ហា stress កង្វល់ stress កង្វល់បណ្ដាលមកពីបញ្ហាផ្សេងដែលកើតឡើងនៅក្នុងជីវិតរបស់យើងនៅក្នុងការងាររបស់យើងនៅក្នុងអាជីវកម្មរបស់យើងសប្តាហ៍ថ្ងៃអញ្ចឹងកត្តាទាំង6យ៉ាងនេះគឺជាឫសគល់គឺជាដើមហេតុដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាសុខភាពកត្តាទាំង6យ៉ាងនេះគឺជាដើមហេតុដែលធ្វើឲ្យដំណើរការនៃហ្សែនរបស់យើងมันអាចបញ្ជូនព័ត៌មានទៅប្រព័ន្ធមេតាបូលិករបស់យើងបានបាទអញ្ចឹងនៅពេលដែលកត្តាទាំង6យ៉ាងនេះវាធ្វើឲ្យប៉ះពាល់ដល់ដំណើរការនៃហ្សែនរបស់យើងហ្សែនมันអាចបញ្ជូនព័ត៌មានឲ្យដំណើរការប្រព័ន្ធមេតាបូលិកណាមួយនៅក្នុងរាងកាយរបស់យើងវាដំណើរការមិនប្រក្រតីអញ្ចឹងនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាតាក់ទងទៅនឹងសុខភាពហើយបាទនេះខ្ញុំសូមមិនលម្អិតទេខ្ញុំសូមចែករំលែកដើម្បីឲ្យបងប្អូនទាំងអស់គ្នាអាចយល់បានថាកត្តាជះឥទ្ធិពល6យ៉ាងហ្នឹងហើយជាកត្តាដែលធ្វើឲ្យបងប្អូនទាំងអស់គ្នាមានបញ្ហាសុខភាពគឺពាក់ព័ន្ធទៅនឹងដំណើរការនៃហ្សែននិងប្រព័ន្ធមេតាបូលិកក្នុងរាងកាយរបស់យើងអញ្ចឹងប្រព័ន្ធមេតាបូលិកនៅក្នុងរាងកាយរបស់យើងនៅពេលដែលហ្សែនបងប្អូនទាំងអស់គ្នាមិនអាចបញ្ជូនព័ត៌មានទៅបានខ្ញុំឧទាហរណ៍ដូចជាតាក់ទងនឹងលំពែងដដែលចោះអញ្ចឹងនៅពេលដែលហ្សែនបងប្អូនទាំងអស់គ្នាមិនអាចបញ្ជូនព័ត៌មានទៅឲ្យលំពែងបាទនៅពេលដែលជះឥទ្ធិពលរងឥទ្ធិពលកត្តាទាំង6យ៉ាងហ្នឹងហ្សែនអាចបញ្ជូនព័ត៌មានទៅលំពែងបានលំពែងអាចបញ្ចេញអាំងសាលីនគ្រប់គ្រាន់បាទมันអាចបញ្ចេញអាំងសាលីនគ្រប់គ្រាន់ក្នុងការបំលែងជាតិស្ករទៅជាថាមពលបានអញ្ចឹងធ្វើឲ្យជាតិស្កររបស់បងប្អូននេះលើសនៅក្នុងសរសៃឈាមហើយដំណើរការហ្នឹងវាកើតឡើងជាប្រក្រតីពីព្រោះបងប្អូនញ៉ាំរហូតមែនអត់ពេលដែលញ៉ាំជាតិស្ករមាននៅក្នុងសរសៃឈាមហើយអាំងសាលីនមានមិនគ្រប់គ្រាន់អត់អាចចាប់ជាតិស្ករនោះបំលែងជាថាមពលបាននឹងធ្វើឲ្យបងប្អូនលើសជាតិស្ករនៅក្នុងសរសៃឈាមឬក៏អាំងសាលីននឹងមានច្រើនហើយប៉ុន្តែអាំងសាលីននឹងវាស៊ាំវា resistant ជាមួយនឹងជាតិស្ករដែលមានច្រើននៅក្នុងសរសៃឈាមអញ្ចឹងដំណើរការហ្នឹងវាវិលជុំរហូតអាំងសាលីនច្រើនស្ករក៏ច្រើនបាទឬក៏អាំងសាលីនខ្វះខាតស្ករច្រើនអញ្ចឹងធ្វើឲ្យជាតិស្ករនឹងលើសក្នុងសរសៃឈាមបងប្អូនទាំងអស់គ្នាអញ្ចឹងដំបូងបងប្អូននឹងគេហៅថាប្រឈមមុខនឹងបញ្ហាមេតាបូលិកស៊ីនដ្រូមសិន
អត់ទាន់កើតជំងឺ NCD ទេគ្រាន់តែគេហៅថាទទួលរោគសញ្ញានៃការដំណើរការប្រព័ន្ធមេតាបូលិកមិនល្អដែលយើងហៅថា metabolic syndrome អញ្ចឹង metabolic syndrome នេះបងប្អូនទាំងអស់គ្នាអាចសង្កត់បានដោយខ្លួនឯងនៅពេលដែលបងប្អូនមានរោគសញ្ញា5យ៉ាងទី1តកតងទៅនឹងបងប្អូនមានការឡើងគីឡូបាទទំហំចង្កេះបងប្អូនទំហំកមានគេហៅថាឡើងធំឡើងគីឡូខុសប្រក្រតីទី2ពាក់ព័ន្ធនឹងបញ្ហារោគសញ្ញានៃ insulin resistance មានន័យថាជាតិស្ករនៅក្នុងសរសៃឈាមបងប្អូនទាំងអស់គ្នាឡើងខ្ពស់ខុសប្រក្រតីទី3ពាក់ព័ន្ធទៅនឹងបញ្ហាសម្ពាធឈាមរបស់បងប្អូនទាំងអស់គ្នាឡើងខ្ពស់ខុសប្រក្រតីដូចគ្នាទី4ពាក់ព័ន្ធទៅនឹងបញ្ហាលើសខ្លាញ់បាទលើសខ្លាញ់តាក់ទងទៅនឹង cholesterol ឬក៏ triglyceride ខ្លាញ់បងប្អូនទាំងអស់គ្នាលើសក្នុងកម្រិតធម្មតាបាទលើសពីកម្រិតធម្មតាឬក៏ខ្លាញ់ល្អបងប្អូនទាំងអស់គ្នាធ្លាក់ចុះអញ្ចឹងនៅពេលដែលបងប្អូនទាំងអស់គ្នាមានរោគសញ្ញាទាំង4ទាំង5នេះហើយបងប្អូនអាចសង្កត់ខ្លួនឯងថាខ្លួនឯងកំពុងតែមានបញ្ហា metabolic syndrome ហើយអញ្ចឹងនៅពេលហ្នឹងបងប្អូនអត់ទាន់វិវត្តទៅជាជំងឺ NCD ឬក៏ជាជំងឺរ៉ាំរ៉ៃមិនឆ្លងទេបងប្អូនអាចមានបញ្ហាវិលមុខតិចតួចជាតិស្ករឡើងខ្ពស់តិចតួចបាទខុសប្រក្រតីតិចតួចសម្ពាធឈាមឡើងខ្ពស់ខ្លាញ់ឡើងខ្ពស់អញ្ចឹងនៅពេលដែលបងប្អូនបណ្ដោយឲ្យបញ្ហា metabolic syndrome នេះវាបន្តកើតមានរយៈពេលយូរអង្វែងបាទដោយបងប្អូនមិនបានទៅពិគ្រោះជាមួយគ្រូពេទ្យឬក៏មិនបានទៅឆែកសុខភាពឲ្យបានច្បាស់លាស់បាទមិនបានទៅឆែកសុខភាពតេស្តឈាមបងប្អូនទាំងអស់គ្នាដើម្បីឲ្យដឹងថាបងប្អូនទាំងអស់គ្នាប្រឈមមុខនឹងបញ្ហា metabolic syndrome ដែរឬអត់បាទនេះគឺជាចំណុចសំខាន់ដែលតភ្ជាប់ជាមួយនឹងវីដេអូមុនដែលខ្ញុំចែករំលែកទៅបងប្អូនទាំងអស់គ្នាថាពាក្យថាសុខភាពល្អវាមិនមែនត្រឹមតែយើងមើលពីរូបរាងខាងក្រៅទេបាទពាក្យថាសុខភាពល្អគឺយើងអាចទុកចិត្តបានយើងប្រកបចិត្តក្នុងចិត្តបានលុះត្រាតែយើងមានលទ្ធផលឈាមដែលល្អបាទការមើលពីរូបរាងខាងក្រៅគឺយើងអាចវាស់ស្ទង់ដឹងទេថាយើងមានសុខភាពល្អឬក៏មិនល្អដោយបងប្អូនទាំងអស់គ្នាក៏បានទទួលព័ត៌មានពីមុនហ្នឹងមែនអត់ថាអ្នកខ្លះគាត់ជាអ្នកកីឡាគាត់មានសាច់ដុំធំប៉ុន្តែមូលហេតុអីបានជាគាត់មានបញ្ហាសុខភាពមូលហេតុអីបានជាគាត់ដួលហេតុអ្វីបានជាគាត់មានបញ្ហាតាក់ទងទៅនឹងការកាំងបេះដូងនេះគឺបញ្ហាតាក់ទងទៅនឹងសរសៃឈាមខាងក្នុងរបស់គាត់បាទគឺយើងអាចមើលដឹងពីខាងក្រៅបានទេនេះហើយជាអ្វីដែលខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាព្យាយាមធ្វើយ៉ាងណាទៅឆែកសុខភាពជាប្រចាំអាច3ខែម្ដង6ខែម្ដងឬក៏មួយឆ្នាំម្ដងតាមដែលបងប្អូនអាចធ្វើបានដើម្បីឲ្យប្រកបចិត្តក្នុងចិត្តថាបងប្អូនអត់មាន metabolic syndrome ដូច្នេះប្រសិនបើបងប្អូនទៅធ្វើការឆែកសុខភាពហើយពិនិត្យតេស្តឈាមបងប្អូនទាំងអស់គ្នាហើយមើលលទ្ធផលឃើញថាបងប្អូនមានបញ្ហា metabolic syndrome បងប្អូនកុំបណ្ដោយឲ្យ metabolic syndrome នេះវាបន្តទៅយូរឆ្នាំកុំបណ្ដោយឲ្យរោគសញ្ញាបន្តិចបន្តួចនេះវាបន្តទៅយូរឆ្នាំបងប្អូនត្រូវតែស្វែងរកអ្នកដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់អ្នកជំនាញដើម្បីប្រឹក្សាយោបល់ថាតើធ្វើម៉េចដើម្បីធ្វើឲ្យបញ្ហា metabolic syndrome របស់បងប្អូននេះមកប្រសើរធម្មតាវិញបាទប្រសិនបើបងប្អូនមិនស្វែងរកដំណោះស្រាយត្រឹមត្រូវឬក៏មិនគេហៅថាមិនអនុវត្តទៅតាមការណែនាំរបស់អ្នកដែលគាត់មានជំនាញវិជ្ជាជីវៈច្បាស់លាស់បងប្អូនបណ្ដោយឲ្យបញ្ហា metabolic syndrome នេះវាបន្តទៅយូរឆ្នាំបងប្អូននឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃគ្មានមេរោគឆ្លងដូចជាជំងឺទឹកនោមផ្អែមប្រភេទ2ជំងឺលើសឈាមជំងឺមហារីកជំងឺសរសៃឈាមបេះដូងជំងឺកាំងបេះដូងនិងជំងឺជាច្រើនមុខទៀតអញ្ចឹងខ្ញុំជឿថាបងប្អូនទាំងអស់គ្នាអត់ចង់ឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងជំងឺរ៉ាំរ៉ៃទាំងអស់នេះទេមែនអត់ប្រសិនបើយើងធ្លាក់ចូលទៅក្នុងបដោយខ្លួនយើងឲ្យធ្លាក់ចូលទៅក្នុងជំងឺរ៉ាំរ៉ៃទាំងអស់នេះគឺពិបាកខ្លាំងមែនទែនដូចខ្ញុំបានចែករំលែកនៅក្នុងវីដេអូមុនហើយមែនអត់
គោលដៅក្តីសម័យឬក៏ក្តីប្រាថ្នារបស់យើងទាំងឡាយនឹងត្រូវបាត់បង់លទ្ធភាពហើយមែនអត់ប្រសិនបើយើងកើតជំងឺទាំងអស់ហ្នឹងហើយប្រសិនបើទោះបីជាយើងមានលុយច្រើនយ៉ាងណាក៏ដោយមានលុយរាប់សែនរាប់លានក៏ដោយប៉ុន្តែយើងចង់ដើរលេងទៅណាក៏មិនកើតត្រូវពិបាកទៅពេទ្យជាប្រចាំចង់ញ៉ាញ់អីឆ្ងាញ់ក៏មិនកើតត្រូវតមបងប្អូនទាំងអស់គ្នាគិតថាមាសប្រាក់លុយកាក់ដែលបងប្អូនទាំងអស់គ្នាខំរកទាំងប្រមាណមកមានអត្ថន័យដែរឬអត់បាទនេះហើយជាអ្វីដែលខ្ញុំចង់ចែកម្លែកឲ្យបងប្អូនទាំងអស់គ្នាថាយើងគួរតែស្វែងយល់ពីសុខភាពហើយស្វែងយល់អំពីការការពារដ៏ត្រឹមត្រូវដើម្បីឲ្យយើងទាំងអស់គ្នាទទួលបានសុខភាពល្អអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះហើយវីដេអូក្រោយខ្ញុំនឹងចែករំលែកបងប្អូនទាំងអស់គ្នាថាតើបច្ចុប្បន្នយើងមានដំណោះស្រាយអីខ្លះដែលអាចឆ្លើយតបឬក៏ដែលអាចដោះស្រាយបញ្ហាទាំងអស់នេះបានហើយមានវិធីការពារអីខ្លះដែលយើងអាចការពារបញ្ហាទាក់ទងនឹងជំងឺរ៉ាំរ៉ៃគ្មានមេរោគឆ្លងនេះបានអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នេះសូមអរគុណ